សូមជូនរឿងភ្នំសំពៅកាលពីព្រេងនាយមានព្រះមហាក្សត្រមួយអង្គព្រះនាមរាជកុលសោយរាជ្យនៅប្រទេសកម្ពុជាតាំងព្រះរាជវាំងនៅលើជួរភ្នំដងរែកព្រះបាទរាជកុលទ្រង់សពព្រះរាជហឫទ័យនឹងស្ត្រីម្នាក់ឈ្មោះនាងសុវណ្ណមសានាងនេះជាកូនក្រីក្រទេប៉ុន្តែនាងមានរូបឆោមស័ក្តិសមល្អឆើតនាងចិញ្ចឹមក្រពើមួយក៏មានឫទ្ធិក្លាហានឆ្លៀសស្វ័យណាស់ទោះបីប្រាឲ្យវាធ្វើអ្វីបានទាំងអស់ក្រពើនោះមានខ្លួនធំលើសប្រមាណនាងឲ្យឈ្មោះអាធន់តាមដំណើរថាមុនដំបូងនាងសុវណ្ណមសារើសបានពងសត្វមួយយកមកទុកដោយនាងមិនស្គាល់ថាជាពងសត្វអ្វីទេប៉ុន្តែលុះដល់ថ្ងៃខែនឹងញាស់ស្រាប់តែឃើញចេញជាកូនក្រពើមកនាងក៏ចេះតែអាណិតខំចិញ្ចឹមថែរក្សាដោយពេញចិត្តណាស់ក្រពើនោះទៀតសោតក៏ប្លែកពីក្រពើទាំងពួងចេះស្ដាប់បង្គាប់នាងដូចជាមនុស្សសុទ្ធសាធឯព្រះបាទរាជកុលលោកបាននាងសុវណ្ណមសាមកជាគូស្នេហាហើយមិនយូរប៉ុន្មានក៏បែរជាមានប្រតិយពុំសូវស្ម័គ្រស្មក់ទៅវិញដោយទ្រង់ព្រះតម្រិះយល់ឃើញថានឹងលើកនាងជាអគ្គមហេសីពេញទីពុំបានព្រោះនាងជារាជមានឋានៈពុំស្មាពុំសមនឹងរៀបអភិសេកជាអគ្គមហេសីឡើយលុះទ្រង់ព្រះតម្រិះដូច្នេះហើយទ្រង់ស្ដេចទៅក្រាបបង្គំព្រះវរបិតាបិតាក៏ទ្រង់យល់តាមហើយចាត់ស៊ើបសួររកស្ត្រីណាដែលមានពូជពង្សត្រកូលខ្ពង់ខ្ពស់ដើម្បីរៀបអភិសេកជាមួយព្រះរាជបុត្ររបស់ព្រះអង្គយូរបន្តិចមកឮដំណឹងថានៅស្រុកចន្ទបុរីមានស្ដេចមួយអង្គមានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមនាងរំសាយសក់ព្រោះព្រះនាងមានសក់ទិព្វចង់បានអ្វីក៏បានដោយព្រះទ័យគឺព្រះនាងគ្រាន់តែជ្រួតព្រះកេសីទៅចង់ឲ្យទឹកសមុទ្រខាស់ទៅជាដីគោកក៏បានចង់ឲ្យដីគោកคล้ายទៅជាទឹកសមុទ្រក៏បានព្រះវររាជមាតាបិតានៃព្រះបាទរាជកុលទ្រង់ប្រាយសេនាឲ្យនាមសារទៅថ្វាយស្ដេចក្រុងចន្ទបុរីដើម្បីដណ្ដឹងនាងនោះតាមព្រះរាជប្រពៃណីស្ដេចក្រុងចន្ទបុរីក៏ពុំទ្រង់យល់ទាស់ឡើយទ្រង់តបព្រះរាជសារមកព្រះវរបិតាមណ្ដានៃព្រះបាទរាជកុលវិញសពគ្រប់តាមដំណើរនោះសេនាបានទទួលព្រះរាជអង្គការហើយក្រាបបង្គំលាត្រឡប់មកក្រាបបង្គំទូលព្រះរាជមាតាបិតានៃព្រះបាទរាជកុលវិញសពគ្រប់តាមដំណើរនោះព្រះបាទរាជកុលបានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយក៏ទ្រង់មានប្រតិយសូមនាស់ពុនពេកទើបទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារិកផ្ទុកក្នុងសំពៅដើម្បីធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងចន្ទបុរីចំណែកនាងសុវណ្ណមសាលុះបានដំណឹងនេះហើយក៏កាចចិត្តក្តៅក្រហាយខ្លាំងណាស់ទើបប្រាវក្រពើឲ្យទៅតាមកោសំពៅនោះឲ្យលិចវិនាសអន្តរាយដើម្បីមិនឲ្យព្រះបាទរាជកុលទៅជួបនឹងនាងរំសាយសក់ក្រពើនោះក៏ប្រាវបានដូចចិត្តទៀតវាបោះពួយក្នុងទឹកលឿនដូចព្រួញលុះទៅជិតដល់សំពៅព្រះបាទរាជកុលក៏ទ្រង់ក្រឡេកឃើញអាធន់ក៏ទ្រង់មានព្រះបន្ទូលខ្លាំងៗថាណែអាធន់អញទេកុំមកធ្វើផ្ដេសផ្ដាស់អាធន់ឆ្លើយតបទៅវិញថាស៊ីបាយអ្នកណាយកអាសាអ្នកនោះពួកពលក្រឡេកឃើញក្រពើធំសម្បាមក៏ភ័យស្រែកឈឡោពេញទាំងសំពៅខ្លះបោះត្រឡាចលោកពៅព្រមទាំងមន់នឹងទាទាំងទ្រុងទៅឲ្យអាធន់ស៊ីដើម្បីឲ្យវាឈប់វាឃ្លាតឆ្ងាយពីសំពៅតែអាធន់ពុំទទួលស៊ីសោះព្រះបាទរាជកុលក៏បួងសួងអោសទេវតាសូមឲ្យលោកជួយឲ្យផុតពីគ្រោះថ្នាក់ដោយបុណ្យបារមីព្រះអង្គសេចក្តីបួងសួងនោះក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជព្រះឥន្ទក៏ទ្រង់ប្រើបម្រើទៅប្រាប់ព្រះនាងរំសាយសក់ភ្លាមព្រះនាងរំសាយសក់ក៏ជួបព្រះកេសីឲ្យទឹកសមុទ្រខាស់រឹងទៅជាដីគោកទាំងអស់ក្រពើក៏ជាប់ក្នុងដីនោះមុននឹងដាច់ខ្យល់ស្លាប់ក្រពើនោះគូសកន្ទុយផងដកដង្ហើមធំផងរមួលគឺនៅត្រឡប់ត្រលិនហើយតួខ្លួនក្រពើនោះគូសកន្ទុយនឹងត្រាំងច្រមុតក្រពើក៏កើតទៅជាបឹងពីរនៅដល់សប្តាហ៍នេះហៅថាបឹងកន្ទុយក្រពើនិងបឹងច្រមុះក្រពើឯសំពៅនោះក៏កើតទៅជាភ្នំមួយធំមានរាងជាសំពៅសុទ្ធសាធហៅថាភ្នំសំពៅតែផ្អែងបន្តិចព្រោះរលកបោកខ្លាំងណាស់នៅពេលដែលក្រពើជិតដល់សំពៅក្តោងសំពៅក៏សណ្ដាក់ធ្លាក់ទៅក្នុងទឹកកើតទៅជាភ្នំមួយហៅថាភ្នំក្តោងសំពៅទាល់សប្តាហ៍ថ្ងៃទ្រង់មន់ទ្រង់ទាដែលពួកពលបោះទៅឲ្យក្រពើក៏កើតទៅជាភ្នំមួយទៀតហៅថាភ្នំទ្រង់មន់ទ្រង់ទាដរាបដល់សប្តាហ៍ថ្ងៃនេះលុះសមុទ្រคล้ายទៅជាដីហើយព្រះបាទរាជកុលទ្រង់ប្រើពួកពលឲ្យជញ្ជូនប្រដាប់ប្រដាទាំងពួងយាងទៅកាន់ក្រុងចន្ទបុរីដើម្បីរៀបអភិសេកជាមួយនឹងព្រះនាងរំសាយសក់តាមព្រះរាជប្រពៃណី
កន្លែងដែលព្រះនាងរំសាយសក់ច្បួតសក់នោះក៏កើតទៅជាភ្នំមួយនៅខាងត្បូងភ្នំសំពៅហៅថាភ្នំរំសាយសក់ដល់សប្តាហ៍ថ្ងៃកាលរៀបអភិសេករួចស្រេចហើយព្រះបាទរាជកុលនិងព្រះនាងរំសាយសក់ជាអគ្គមហេសីព្រមទាំងពលសេនាជាច្រើនត្រឡប់ទៅកាន់រាជបុរីវិញព្រះអង្គទ្រង់គង់លើដំរីជាមួយព្រះនាងជាព្រះជាយាមានពលសេនាហែហំមុខជាច្រើនមកដល់ប៉ុនកណ្ដាលផ្លូវទ្រង់ក្រឡេកទៅឃើញភ្នំសំពៅភ្នំក្រពើទ្រង់នឹកទោមនស្សខ្លាំងណាស់នឹងនាងសុមន្មសាថាព្រោះតែវាចិត្តអាក្រក់ហើយបានជាឲ្យគេស្លាប់វិនាសអស់យ៉ាងនេះព្រះអង្គប្រាយសេនាឲ្យទៅចាប់នាងសុមន្មសាយកមកសម្លាប់ចោលសេនាក៏ធ្វើតាមព្រះរាជបញ្ជាចាប់នាងសុមន្មសាមកកាត់ក្បាលសងសឹកវិញក្បាលនោះក៏កើតទៅជាភ្នំមួយហៅថាភ្នំសងក្បាលនៅជិតស្រុកមង្គលបុរីសប្តាហ៍ថ្ងៃនេះប៉ុន្តែអ្នកស្រុកហៅក្លាយមកថាភ្នំសងក្បាលទៅវិញមានវាលមួយនៅជិតភ្នំនោះសប្តាហ៍ថ្ងៃហៅថាវាលចិញ្ច្រាំពោះព្រោះពួកសេនាចិញ្ច្រាំពោះនាងចោលនៅទីនោះអាយុនេះរបស់នាងសេនាបានក្រវែងចោលហើយកើតទៅជាភ្នំមួយទៀតហៅថាភ្នំក្រប៉ាយនាងតែសប្តាហ៍ថ្ងៃគេហៅក្លាយមកថាភ្នំបន្ទាយនាងចំណែកព្រះបាទរាជកុលនិងព្រះនាងរំសាយសក់ជាអគ្គមហេសីយាងចូលទៅថ្វាយបង្គំព្រះវរបិតាមណ្ដាវិញហើយទ្រង់គង់នៅជាសុខសាន្តទៅសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់